ប៉ូលីសខណ្ឌទួលគោក2ថ្ងៃបង្ក្រាបបទល្មើស7ករណីឃាត់ខ្លួនជនសង្ស័យបាន10នាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានកោតសរសើរយ៉ាងខ្លាំងដល់កងកម្លាំងនគរបាលខណ្ឌទួលគោកដែលបានខិតខំទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋបានល្អប្រសើរស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពតួយ៉ាងគ្រាន់តែរយៈពេល2ថ្ងៃពលគឺចាប់ពីថ្ងៃទី11ដល់ថ្ងៃទី12ខែតុលាឆ្នាំ2018នេះកម្លាំងនគរបាលខណ្ឌទួលគោកបង្ក្រាបបាន7ករណីឃាត់ខ្លួនមនុស្សបានចំនួន10នាក់ក្នុងបទល្មើសផ្សេងគ្នាបើតាមលោកសឹមពិសិដ្ឋអធិការរងខណ្ឌទួលគោកទទួលបន្ទុកប្រមត្តនបានឲ្យដឹងថាដែលមានការចង្អុលបង្ហាញពីអាយដាមអគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកស្នងការរងទទួលផែនប្រមត្តនឲ្យការិយាល័យជំនាញនិងអធិការដ្ឋានត្រូវទៅយកចិត្តទុកដាក់លើការងារសន្តិសុខដែលជាបញ្ហាប្រឈមដល់ប្រជាពលរដ្ឋពិសេសបទល្មើសលួចឆក់ប្លន់ធ្វើយ៉ាងណាខិតខំស្រាវជ្រាវបង្ក្រាបឲ្យខានតែបានបើសិនជាមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានលោកអធិការរូបនេះបានបញ្ជាក់ថាដោយផ្អែកលើបទបញ្ជាខាងលើនេះក្នុងមូលដ្ឋានខណ្ឌទួលគោកក្នុងរយៈពេល2ថ្ងៃកម្លាំងនៃអធិការដ្ឋានខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានបានចំនួន7ករណីមនុស្ស10នាក់ស្រី2នាក់ក្នុងនោះមានបទល្មើសឆក់4ករណីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតគឺដាវកែច្នៃចំនួន1ករណីបទហិង្សាដោយចេតនាទំនាស់ធាក់ជនរងគ្រោះស្ត្រីពោះធំ4ខែ1ករណីនិងជួញដូរគ្រឿងញៀន1ករណីហើយមូលដ្ឋានកើតបទល្មើសមាននៅក្នុងសង្កាត់ផ្សារដេប៉ូ2សង្កាត់ទឹកល្អក់ទី1សង្កាត់ទឹកល្អក់3សង្កាត់បឹងកក់2និងសង្កាត់បឹងសាឡាងសូមបញ្ជាក់ផងដែរថានៅថ្ងៃទី11ខែតុលាឆ្នាំ2018វេលាម៉ោង 11:15 នាទីមានករណីជនសង្ស័យ2នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលធ្វើដំណើរតាមកង់3ឥណ្ឌាតែមិនបានសម្រេចត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ថិតនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវម៉ៅសេតុងទល់មុខផ្សារដើមគោតែម្ដងតាមប្រភពពីម្ចាស់កង់3ឥណ្ឌាបានឲ្យដឹងថាជនសង្ស័យបានតាមគាត់តាំងពីស្ពានតិចណូមកម្លេះរហូតដល់ចំណុចកាត់ហេតុទល់មុខនឹងផ្សារដើមគោក៏បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះដែលធ្វើដំណើរទៅលើកង់3ឥណ្ឌារបស់គាត់បានសម្រេចតែត្រូវបានបរោះដែលជាម្ចាស់កង់3ឥណ្ឌាជិះបុកជនសង្ស័យតែម្ដងបណ្ដាលឲ្យដួលម៉ូតូនៅកន្លែងកាត់ហេតុហើយជនសង្ស័យក៏បានទម្លាក់កាបូបចោលរួចរត់តែត្រូវបានកម្លាំងនគរបាលខណ្ឌនិងពលរដ្ឋស្ទាក់ចាប់បានរួចវាយម្នាក់មួយដៃមួយជើងឡើងទ្រង់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចប្រចាំខណ្ឌទួលគោកឃាត់ខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកទាំងយប់ដើម្បីធ្វើការសាកសួរនិងចាប់បញ្ជូនទៅតាមនីតិវិធីច្បាប់បច្ចុប្បន្នជនសង្ស័យទាំងអស់ខាងលើនេះត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់